អ្នកទាំងអស់គ្នាជឿអត់ថាអ្នកខ្លះគាត់មកអាមេរិកយូរឆ្នាំហើយគាត់មានលទ្ធភាពទៅសុំយកសញ្ជាតិអាមេរិកហើយតែគាត់អត់ខ្វល់ថាគាត់ចង់បានសញ្ជាតិចង់បានប៉ាសពតអាមេរិកដែលមានអំណាចប៉ុណ្ណាទេគឺគាត់គិតថាការ apply សុំសញ្ជាតិហ្នឹងគឺវាមានការងារច្រើនពេកអញ្ចឹងគាត់អត់ចូលចិត្តគាត់កាន់តែ green card ទៅគាត់គិតថាគាត់ safe គាត់មានសុវត្ថិភាពហើយនៅអាមេរិកបានយូរឆ្នាំអីចឹងគាត់អត់ខ្វល់ថាគាត់នឹងត្រូវទៅសុំយកសញ្ជាតិហើយនឹងយកប៉ាសពតអាមេរិកទេអូខេវីដេអូថ្ងៃនេះនឹងមកនិយាយពីអត្ថប្រយោជន៍នៃការ apply សុំយកសញ្ជាតិអាមេរិកអញ្ចឹងអត់មានចង់ប៉ះពាល់ទៅដល់អ្នកណាដែលគាត់ថាគាត់ prefer ថាអត់ចង់បានសញ្ជាតិអាមេរិកអីចឹងទេប៉ុន្តែគាត់ថាចង់មកបញ្ចុះបញ្ចូលតិចបើសិនជាអ្នកទាំងអស់គ្នាមានលទ្ធភាពអាច apply សុំយកសញ្ជាតិបានអ្នកទាំងអស់គ្នាគួរតែចាប់ផ្ដើមរៀបចំឯកសារដើម្បីសុំយកសញ្ជាតិអាមេរិកទៅទោះបីអ្នកទាំងអស់គ្នាមាន green card 5ឆ្នាំឬក៏10ឆ្នាំឬក៏អ្នកទាំងអស់គ្នាគិតថាមាន green card នឹងមានសុវត្ថិភាពហើយក៏ដោយគឺអ្នកទាំងអស់គ្នាគួរតែស្នើសុំ apply យកសញ្ជាតិបើសិនជាអ្នកទាំងអស់គ្នាអាចអញ្ចឹងមូលហេតុដោយសារខ្ញុំធ្លាប់ធ្វើការនៅ Long Beach ហើយខ្ញុំជួបខ្មែរជាច្រើនគាត់ភាគច្រើនគាត់ចាស់ៗហើយគាត់អត់ចង់សុំយកសញ្ជាតិអីទេដោយសារគាត់គិតថាវាមានការងារច្រើនហើយវាពិបាករៀបចំឯកសារឡើងវិញព្រោះថានៅពេលដែលយើងមាន green card ហើយភាគច្រើននៅពេលដែលយើងសុំគេ renew បើសិនជា green card នឹង expire យើងសុំគេ renew ទៅគេភាគច្រើនគឺគេអត់បាច់ហៅយើងទៅសម្ភាសអីទៀតទេអញ្ចឹងអ្នកខ្លះគាត់គិតថា apply សុំយកសញ្ជាតិហ្នឹងគឺមានការងារច្រើនគាត់អត់ចង់ទៅ go through ការរៀបចំឯកសារឬក៏ចូលទៅសម្ភាសអីចឹងទៀតហើយអ្នកខ្លះទៅគាត់ក៏រៀងពិបាកក្នុងការចូលទៅសម្ភាសដោយសារគាត់អត់សូវចេះភាសាប៉ុន្តែថ្ងៃនេះខ្ញុំចង់មករៀបរាប់ពីអត្ថប្រយោជន៍ទាំងអស់នេះដើម្បីឲ្យអ្នកទាំងអស់គ្នាកុំឲ្យ focus ទៅលើការរៀបចំឯកសារឬក៏ការចូលសម្ភាសច្រើនពេកប៉ុន្តែ focus ទៅលើអត្ថប្រយោជន៍ដែលយើងទទួលបាននៅពេលដែលយើងមានសញ្ជាតិអាមេរិកវិញអូខេអញ្ចឹងទី1យើងអត់បាច់ទៅ renew paperwork អីទៀតទេបើសិនជាយើងមានសញ្ជាតិហើយយើងអត់មានត្រូវពិបាកទៅ renew paperwork ដូចជា renew green card អីចឹងទៀតទេ green card យើងគឺមាន expiration date ប៉ុន្តែបើ citizenship គឺយើងមិនបាច់ខ្វាយខ្វល់ថាយើងនឹងត្រូវទៅ renew អីណា green card អីចឹងទៀតទេអញ្ចឹងខ្ញុំចង់មកនិយាយពី application fee នៅពេលដែលយើង apply សុំយកសញ្ជាតិយើងបង់លុយតែម្ដងទេ$700ហើយយើងធ្វើតែម្ដងទៅបើសិនជាយើងជាប់គឺយើងអត់បាច់ត្រូវទៅបង់លុយអីចឹងទៀតទេអញ្ចឹងវាសំខាន់ដែរនៅពេលដែលយើងស្នើសុំយកសញ្ជាតិហ្នឹងគឺយើងត្រូវតែច្បាស់ថាយើងអាចមានលទ្ធភាព apply សុំយកសញ្ជាតិបានហើយយើងអត់ mess up ទៅលើ paperwork អីចឹងហើយបើសិនជាយើងជាប់យើងមិនបាច់បង់លុយអីទៀតទេនៅពេលដែលយើងមាន green card គឺយើងត្រូវតែ renew every 5 or 10 years អីចឹងគឺ5ឆ្នាំទៅ10ឆ្នាំគឺត្រូវតែ renew ម្ដងហើយនៅពេលដែល renew ហ្នឹងគឺយើងត្រូវបង់លុយដូចគ្នាហើយតម្លៃ application fee សម្រាប់ renew green card ហ្នឹងគឺវា$400ជាងអានេះគឺនិយាយនៅក្នុងឆ្នាំនេះបើសិនជាឆ្នាំក្រោយគេអាចនឹងឡើងថ្លៃគេអាចនឹងអីចឹងទៀតអញ្ចឹងបើសិនជាយើងត្រូវ renew វា4-5ឆ្នាំម្ដងឬក៏10ឆ្នាំម្ដងវាអាចធ្វើឲ្យថ្លៃចំណាយហ្នឹងវាមានច្រើនហើយបើសិនជាយើងមានសញ្ជាតិទៅគឺយើងចំណាយតែម្ដងលើកទី1អស់$700ជាងបើសិនជាយើងចង់បាន passport អាមេរិកនេះគឺយើងបង់លុយអស់130ប៉ុន្តែលើកទី1នៅពេលដែលយើង apply យក passport ហ្នឹងគឺយើងត្រូវទៅកន្លែង passport agent យើងត្រូវបង់ថែម$35ទៀតអាហ្នឹងថ្លៃ processing fee សម្រាប់ passport agent ហ្នឹងប៉ុន្តែបើថ្លៃ passport ហ្មងទៅ130ទេហើយ passport នេះគឺមានសុពលភាព10ឆ្នាំបន្ទាប់ពី10ឆ្នាំអ្នកទាំងអស់គ្នាអាច renew បានដោយខ្លួនឯងហើយអស់តែ130ទេវាអាចនឹងឡើងថ្លៃប៉ុន្តែក៏វាអត់អាចឡើងថ្លៃដូច green card ដែរចំណុចទី2នៅពេលដែលយើងមានសញ្ជាតិអាមេរិកទៅយើងអាចធានាបងប្អូនយើងនៅខ្មែរបានអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានតែ green card អ្នកទាំងអស់គ្នាអាច sponsor បានតែប្តីឬក៏ប្រពន្ធឬក៏កូនទេបើសិនជាអ្នកទាំងអស់គ្នាមានប៉ាម៉ាក់នៅខ្មែរមានបងប្អូននៅខ្មែរហើយចង់ sponsor គាត់មកអាមេរិកគឺតើតើអ្នកទាំងអស់គ្នាមានសញ្ជាតិអាមេរិកហើយសម្រាប់អ្នកខ្លះបើសិនជាគាត់អត់មានជាប្តីឬក៏ប្រពន្ធទេគាត់ចង់ sponsor ជាគូតដឹងអ្នកទាំងអស់គ្នាក៏អាច sponsor គូតដឹងបានដែរបើសិនជាចង់ sponsor ជាលក្ខណៈគូតដឹងអ្នកទាំងអស់គ្នាក៏ត្រូវការមានសញ្ជាតិអាមេរិកដែរហើយមួយទៀតបើសិនជាអ្នកទាំងអស់គ្នាគិតថាអូខេអ្នកទាំងអស់គ្នាអត់ចង់ sponsor បងប្អូនឬក៏ប៉ាម៉ាក់អីប៉ុន្តែចង់ sponsor តែប្តីឬក៏ប្រពន្ធអញ្ចឹងអាហ្នឹងក៏វាអាចប៉ះពាល់ដែរបើសិនជាយើងមានត្រឹមតែ green card នៅពេលដែលយើងមានសញ្ជាតិអាមេរិកហើយយើង sponsor ប្តីឬក៏ប្រពន្ធយើងមកពីខ្មែរ processing time ហ្នឹងវាអាចលឿនជាងនៅពេលដែលយើងមាន green card ទី3បើសិនជាអ្នកទាំងអស់គ្នាដូចខ្ញុំ
ចង់ទៅធ្វើការនៅកន្លែងរដ្ឋចង់ធ្វើការជាលក្ខណៈមន្ត្រីរាជការអីចឹងអ្នកទាំងអស់គ្នាគឺត្រូវតែមានសញ្ជាតិអាមេរិកអញ្ចឹងការងាររដ្ឋជាច្រើននៅណាបើសិនជាអ្នកទាំងអស់គ្នាចង់ apply អ្នកទាំងអស់គ្នាត្រូវតែមានសញ្ជាតិគឺវាជា requirement មកបើសិនជាយើងមានធំតែ green card យើងអាចទៅធ្វើការបានប៉ុន្តែការងាររដ្ឋភាគច្រើនគឺគេអត់ត្រូវការអ្នកដែលមានធំតែ green card ទេគឺគេចង់បានជាសញ្ជាតិអាមេរិកដូចការងារខ្ញុំរាល់ថ្ងៃហ្នឹងវាជាការងាររដ្ឋអញ្ចឹងការងារខ្ញុំហ្នឹងគឺខ្ញុំមាន role មួយគឺជា passport agent គឺខ្ញុំ accept application ធ្វើ passport ឲ្យគេអញ្ចឹងនៅពេលដែលយើងចង់ធ្វើការងាររដ្ឋចង់ធ្វើជា passport agent អីចឹងបើសិនជាយើងអត់មានសញ្ជាតិអាមេរិកទេគឺគេអត់ទទួលយកយើងទេអញ្ចឹងបានន័យថាបើសិនជាអ្នកទាំងអស់គ្នាមានសញ្ជាតិអាមេរិកទៅអ្នកទាំងអស់គ្នាក៏មានឱកាសការងារច្រើនដែរហើយហេតុអីបានយើងចង់បានការងាររដ្ឋសម្រាប់ខ្ញុំចង់ធ្វើការងាររដ្ឋដោយសារខ្ញុំគិតថាការងាររដ្ឋគឺជាការងារដែល stable អញ្ចឹងទោះបីសេដ្ឋកិច្ចពិបាកយ៉ាប់យ៉ឺនអីប៉ុណ្ណាក៏ដោយនៅពេលដែលយើងធ្វើការងាររដ្ឋគឺគេអត់អាចមកបញ្ឈប់យើង like laid off ឬក៏អីបើសិនជាយើងអត់ធ្វើអីខុសលុះត្រាតែយើងធ្វើអីខុសខ្លាំងអាហ្នឹងបានគេអាចមានសិទ្ធិបញ្ឈប់យើងឬក៏ lay off អីចឹងប៉ុន្តែសម្រាប់ការងារឯកជនភាគច្រើនបើសិនជាសេដ្ឋកិច្ចយ៉ាប់យ៉ឺនគឺគេអាចនឹង lay off យើងបាននិយាយទៅគឺការងារឯកជនហ្នឹងវាអត់ provide that safety level អញ្ចឹងណាហើយមួយទៀតការងាររដ្ឋគឺវាមានអត្ថប្រយោជន៍ច្រើនមានអត្ថប្រយោជន៍ល្អគឺ health benefit insurance ឬក៏ benefit អីផ្សេងទៀតគឺវាមានច្រើនហើយខ្ញុំក៏មានធ្វើវីដេអូមួយនិយាយពីអត្ថប្រយោជន៍នៃការធ្វើការងាររដ្ឋដែរបើសិនជាអ្នកទាំងអស់គ្នាចាប់អារម្មណ៍អ្នកទាំងអស់គ្នាអាចទៅ check មើលបានខ្ញុំនិយាយពីអត្ថប្រយោជន៍ផ្សេងនៅពេលដែលយើងធ្វើការងាររដ្ឋចំណុចទី4គឺជាចំណុចសំខាន់អ្នកទាំងអស់គ្នាបើសិនជាមើលព័ត៌មានអ្នកទាំងអស់គ្នាដឹងហើយថាឥឡូវហ្នឹង President Trump បែប Trump ហ្នឹងគឺគាត់មិនមែនជា President ដែលគាត់មកស្រឡាញ់អ្នកដែល immigrant អីចឹងទេគឺគាត់រកវិធីអីធ្វើមិនគឺដេញអ្នកដែលជនអន្តោប្រវេសន៍ឬក៏ immigrant អីហ្នឹងចេញពីប្រទេសគាត់ទាំងអស់អញ្ចឹងនៅពេលដែលយើងអត់មានសញ្ជាតិយើងមានតែ green card វានៅរបៀបថាវានៅ in the gray area យើងនៅតែអាចប្រឈមនឹងការគេដេញទៅប្រទេសយើងវិញឧទាហរណ៍បើសិនជាយើងធ្វើអីខុសច្បាប់យើងធ្វើអីខុសច្រើនវាមាន record នៅណាអញ្ចឹងគឺគេអាចនៅតែមានសិទ្ធិដេញយើងទៅប្រទេសយើងវិញអញ្ចឹង green card ហ្នឹងវាអត់ទាន់ជាលក្ខណៈថាមានសុវត្ថិភាព 100% ទេបើសិនជាអាចមានអីខុសអីតិចតួចគឺយើងអាចនឹងប្រឈមនឹងការ deportation គឺបានន័យថាគេនឹងអាចដេញយើងទៅខ្មែរវិញឬក៏ដេញយើងទៅប្រទេសស្រុកយើងវិញតែបើសិនជាយើងមានសញ្ជាតិគឺសឹងតែ 100% គឺគេអាចដេញយើងបានហើយគឺបានន័យថាយើងជាជនជាតិរបស់គេហើយអញ្ចឹងទោះបីយើងធ្វើខុសច្បាប់ឬក៏មានរឿងរ៉ាវអីរៀងប៉ះពាល់ខ្លាំងក៏គេអាចមានសិទ្ធិដេញយើងទៅវិញបានដែរដោយសារយើងមានសញ្ជាតិនៅនេះហើយចំណុចទី5គឺជាចំណុចដែលសុបាយនិយាយមែនបើអ្នកទាំងអស់គ្នាមាន passport នេះអ្នកទាំងអស់គ្នាអាចទៅច្រើនប្រទេសដែលរបៀបថាអត់បាច់ខ្វល់ខ្វាយរឿងថាសុំ visa ឬក៏ពិបាកថាអូអត់អាចសុំ visa បានអីចឹងទេហើយ passport នេះគឺគេចាត់ទុកថា it's one of the most powerful passport in the world ចឹងបើសិនជាអ្នកទាំងអស់គ្នាមាន passport អាមេរិកអ្នកទាំងអស់គ្នាអាចធ្វើដំណើរទៅ180ប្រទេសដែលមិនបាច់មាន visa ឬក៏អាច visa on arrival បានន័យថានៅពេលដែលយើងទៅដល់ចាំយើងសុំ visa ក៏បានដែរហើយដូចបើសិនជាយើងមាន passport ខ្មែរយើងនៅតែត្រូវសុំ visa នៅពេលដែលយើងទៅប្រទេសជាច្រើនចឹងបើសិនជាអ្នកទាំងអស់គ្នាជាអ្នកដែលចូលចិត្តដើរលេងចូលចិត្តទៅ travel ចូលចិត្តអីច្រើនគឺសុំ passport នេះទៅគឺអត់ខកបំណងទេហើយចំណុចចុងក្រោយគឺថានៅពេលដែលយើងមានសញ្ជាតិអាមេរិកគឺយើងអាចមានសិទ្ធិទៅស្នើសុំ benefit ជាច្រើនដែល provided by government បានន័យថានៅអាមេរិកហ្នឹងគឺមានជាជំនួយជាច្រើនដែលរដ្ឋគេជួយដូចថាបើសិនជាយើង low income ឬក៏យើងត្រូវការជំនួយច្រើនគឺយើងអាចមានសិទ្ធិទៅស្នើសុំអត្ថប្រយោជន៍ផ្សេងហើយអត្ថប្រយោជន៍ទាំងអស់ហ្នឹងគឺពេលខ្លះអ្នកដែលមាន green card ហ្នឹងគាត់ក៏អាចស្នើសុំបានដែរប៉ុន្តែវារៀងខុសគ្នាខ្ញុំជឿថាបើសិនជាយើងជាជនជាតិគេជា citizen របស់គេអញ្ចឹងគឺអាចនឹងមាន benefit more than just the green card holder ដោយសារ green card holder បានន័យថាគាត់នៅតែមានជាជនជាតិប្រទេសផ្សេងគាត់អត់ទាន់ជាជនជាតិនៅអាមេរិកហ្មងទេអូខេវីដេអូថ្ងៃនេះខ្ញុំមកនិយាយពីអត្ថប្រយោជន៍នៃសញ្ជាតិអាមេរិកហ្នឹងខ្ញុំមិនមែនបានន័យថាឲ្យអ្នកទាំងអស់គ្នាបំភ្លេចសញ្ជាតិខ្មែរចោលឬក៏អីចឹងទេប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺថាយើងជាខ្មែរយើងអាចមាន dual citizenship ចឹងបានន័យថាយើងនៅកាន់សញ្ជាតិខ្មែរដដែលហើយយើងអាចយកសញ្ជាតិអាមេរិកបានទៀតអញ្ចឹង why not ដោយសារនៅពេលដែលយើងនៅប្រទេសគេហើយបើយើងអត់មានសិទ្ធិ
ពេញដូចគេឬក៏មានសញ្ជាតិដូចគេអាហ្នឹងវាអាចនឹងពិបាកដូចខ្ញុំនិយាយអញ្ចឹងគឺយើងអាចនឹងប្រឈមមុខនឹងការគេដេញយើងទៅស្រុកយើងវិញបានអញ្ចឹងយើងអត់ចង់មានបញ្ហាអីទាំងអស់នឹងកើតឡើងទេដោយសារយើងនៅតែមានសញ្ជាតិខ្មែរដូចគ្នាពេលដែលយើងទៅខ្មែរគឺយើងនៅតែមានសញ្ជាតិខ្មែរខ្ញុំនៅតែ renew អត្តសញ្ញាណប័ណ្ណខ្ញុំនៅខ្មែរមានសញ្ជាតិខ្មែរមានប័ណ្ណបើកបរខ្មែរអត់មាននិយាយទៅគឺវាមានប៉ះពាល់អីទៅដល់សញ្ជាតិខ្មែរយើងទេគឺយើងនៅតែមានសញ្ជាតិខ្មែរយើងធម្មតាហើយលើសពីហ្នឹងគឺយើងមានសញ្ជាតិអាមេរិកនៅពេលដែលយើងនៅស្រុកអាមេរិកចឹងគឺយើងមានសិទ្ធិពេញលេញដូចជនជាតិគេចឹងហើយខ្ញុំដឹងថាអ្នកដែលគាត់អត់ទាន់សុំយកសញ្ជាតិជាច្រើនគឺគាត់ដោយសារគិតថាវារៀងពិបាកស្មុគស្មាញក្នុងការរៀបចំឯកសារអីចឹងឬក៏គាត់អត់ចង់ចូលទៅសម្ភាសអីចឹងដោយសារត្រូវនិយាយអង់គ្លេសឬក៏ត្រូវឆ្លើយសំណួរជាច្រើនដោយសារនៅពេលដែលយើងសុំយកសញ្ជាតិហ្នឹងគឺយើងត្រូវមានគេដែលគេហៅថា civic test គេសួរសំណួរយើងតាក់ទងពីប្រវត្តិសាស្ត្រនៅប្រទេសអាមេរិកនឹងឬក៏ like geography of US អីចឹងប៉ុន្តែសំណួរទាំងអស់ហ្នឹងគឺយើងអាចត្រៀមខ្លួនបានការដែលសុំយកសញ្ជាតិហ្នឹងគឺបើសិនជាយើងត្រៀមខ្លួនបានល្អខ្ញុំគិតថាអ្នកទាំងអស់គ្នានឹងអាចធ្វើបានហើយពីមុនមកខ្ញុំក៏ធ្លាប់ធ្វើវីដេអូតាក់ទងជាមួយនឹងនៅពេលដែលខ្ញុំទៅសម្ភាសយកសញ្ជាតិហ្នឹងខ្ញុំរៀបរាប់ពីបទពិសោធន៍ផ្សេងៗតាក់ទងជាមួយនឹងការសុំយកសញ្ជាតិហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាឆ្ងល់អ្នកទាំងអស់គ្នាអាចទៅ check មើលបានប៉ុន្តែបើសិនជាចង់ស្ដាប់ពី detail preparation របៀបធ្វើម៉េចសុំយកសញ្ជាតិហើយខ្ញុំនឹងឲ្យ tip ខ្លះៗតាក់ទងជាមួយនឹងបើសិនជាយើងអត់ចេះភាសាអង់គ្លេសតែយើងគួរធ្វើម៉េចដើម្បីត្រៀមខ្លួនសុំយកសញ្ជាតិហ្នឹងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ចង់រំលងវីដេអូក្រោយទេ complete subscribe